សួស្តីបងប្អូនមិត្តជាងអរគ្នាបានថ្ងៃនេះដែរខ្ញុំមានទូរស័ព្ទ model Tecno Pop 5 LTE បានដែលវាមានបញ្ហាទៅលើការបើកមិនចេញសាកថ្មអីក៏មិនចូលដែរបានហើយថ្ងៃនេះដែរខ្ញុំមានការចែកម្លែកតិចតួចសម្រាប់បងប្អូនអរគ្នាដែលជាបទពិសោធន៍ដែលខ្ញុំធ្លាប់ឆ្លងកាត់ចំនួនមកដែលយើងមើលរត់បែការសាកថ្មអីក៏វាមិនចូលដែរបាទហើយបន្ទាប់ពីយើងមើលរ៉ិតប៉ែហើយចំហៀនបន្ទាប់យើងត្រូវយើង check មើលជាមួយនឹងភ្លើងថ្មតើថ្មហ្នឹងវានៅមានថ្មដែរអត់បាទចឹងយើងធ្វើការវាស់ទៅឃើញថាថ្មអីវានៅមានភ្លើងធម្មតាទេបាទ4វ៉ុលថ្មនេះវាភ្លើងចិត្តពេញដែរហើយយើងបន្តយើងកាច់ទៅយកម៉ូតទៅយើងវាស់មើលទៅលើជើង data ក្បាលថ្មជើងបោកវាចង់ដឹងថាជើង data វាឆ្លងដល់អីនេះតទៅពីយើងធ្វើការវាស់ទៅឃើញជើង data វាគឺឆ្លងធ្លាក់ទៅម៉ាស់បាត់បាទហើយបន្ទាប់មកពីយើងវាស់លើជើង data វាហើយយើងធ្វើការបកស្នាប់អេក្រង់ចេញសិនណាយើងបកស្នាប់អេក្រង់ចេញដើម្បីយើងប្រកាសបញ្ជាថាម៉ាស៊ីនហ្នឹងជាអ្នកឆ្លងឬក៏ផ្នែកគូតសាកជាអ្នកឆ្លងបាទព្រោះជាធម្មតាទូទៅពពួក Tecno Infinix ហើយ Tel អីបើសិនដែលវាឆ្លងទៅលើផ្នែកគូតសាកប្លុកក្រោមគឺកັບជាមួយខ្សែក្រង់ទៅក៏វាឆ្លងដែរឆ្លងដល់ម៉ាស៊ីនដែរបាទហើយយើងវាស់ទៅគឺធម្មតានៃតម្លៃពេលដែលយើងដកជាមួយនឹងខ្សែអេក្រង់ចេញស្នាប់អេក្រង់ចេញបាទហើយយើងកុំអងយូរទៅយើងដឹងកន្លែងឆ្លងហើយយើងក៏ធ្វើការរុះរើស្ទះខាងក្រោមចេញបាទនេះយើងចាប់ផ្ដើមធ្វើហើយហើយសម្រាប់បងប្អូនដែលគាត់មិនដែលជួបទៅលើបញ្ហានេះបងប្អូនអាចមើលទៅលើវីដេអូខ្ញុំកំពុងតែធ្វើនេះអាចយកទៅអនុវត្តបានពេលដែលទូរស័ព្ទមានបញ្ហាអាការៈបែបនេះបាទហើយបន្ទាប់ពីយើងលាងសម្អាតលាងអីហើយយើងក៏សាកបើកមើលបាទហើយយើងបើកទៅគឺឃើញថាវាបាត់ឆ្លងគឺបើកចេញធម្មតាបាទការបើកគ្រឿងចេញធម្មតាចាំមើលចង់ដឹងថាវាចូលដល់មេនុយអត់ចាំមើលចាំបន្តិចណាបងថាចុចទៅវាចូលមេនុយបាទតទៅពីយើងដាក់ដល់មេនុយហើយយើងបើកដល់មេនុយទូរស័ព្ទនេះវាឃើញថាវានៅឆ្លងកាសមកចំណុចទៀតចាំមើលបងប្អូនអរគ្នាចាំមើលចេញមកគឺនៅជាប់កាសទៀតនេះនៅជាប់កាសចឹងពេលជាប់កាសចឹងយើងត្រូវការទៅពិនិត្យមើល check មើលទៅលើផ្នែកកាសទៀតយើងទៅលាងសម្អាតដោះលាងសម្អាតវាមកដោះលាងសម្អាតវាស្អាតមកហើយយើងកឹបទៅយើងមើលទៀតតានៅឆ្លងទៀតយើងសាបុកភ្លើងទៅកន្លែងឆ្លងបាទជើងកាសដែលឆ្លងបាទបុកហើយយើងឆ្កឹះអាកង់ដងដែលខូចចេញទៅចាំមើលថាវានៅឆ្លងទៀតអត់ហើយយើងវាស់មួយបាទមួយធ្វើគេថា step by step ចំណុចមួយទៅចំណុចមួយជាអង់គ្លេសទៀតអានេះយើងមើលតាមចំហៀនពីមួយចំហៀនទៅមួយចំហៀនតាមដំណាក់កាលវាបានហើយយើងដកកាសចេញមកហើយយើងសាកកັບស្នាប់ម្ដងទៀតទៅបាត់អត់ឆ្លងអត់ឥឡូវឃើញថាបាត់ឆ្លងហើយក៏យើងសន្តាន100% ទៅលើរុនកាសហ្នឹងឯងបាទអញ្ចឹងយើងធ្វើការលើកពីអាកាសផ្សាច់អីយកមកដាក់មកបាទយើងបើសំណបើឲ្យវាស្អាតទៅយើងលើកពីគូតសាបាទគូតសាដែលមានរុនកាសជាប់ហ្នឹងយើងអាចលើកពីនេះខ្ញុំលើកចេញពីគូតសារបស់ភេទកូវ៉ាន់បាទកូវ៉ាន់ដកវាមកផ្លុំវាស្អាតមកបាទកុំឲ្យលួយកុំឲ្យអីលើកវាស្អាតមកយើងធ្វើការដាក់ជាមួយនឹងជើងសនំសារបស់ Tecno Pop 5 LTE ហ្នឹងយើងផ្សារឲ្យស្អាតលាងសម្អាតវាទៅបាទ
ហើយយើងដាក់មើលថាសូបអត់សូបបាត់ហើយនេះគឺថាបាត់ឆ្លងហើយយើងក៏ check មើលប្រព័ន្ធសាកមកតង់ទៀតទៅយើង check មើលប្រព័ន្ធសាកទៀតថាប្រព័ន្ធសាកអត់ឃើញថា check ទៅគឺថាផ្នែកសាកវាខូចដែរបាទខូចដែរយើងក៏ទៅបដូរក្របសាកមកតង់ទៀតបាទយើងដោះម្ដងទៀតទៅបាទមុនដំបូងនេះយើងគុំយើងថាដាក់ចូលវិញហើយដល់ពេលសាកថ្មចៃដន្យយើងសាកថ្មទៅគឺថាវាមិនចូលហើយអញ្ចឹងយើងមានតែដោះរស់រើម្ដងទៀតដើម្បីដូរក្របសាកបាទក្របសាកភាសាបច្ចេកទេសគេហៅរុន USB បាទ USB charging បាទនេះយើងបដូរវាទៅគេថាក្របសាកដំបូងដែលខ្ញុំដាក់ដាក់នៅចិត្តកន្លែងជើងសាកហ្នឹងគឺវាមិនត្រូវយើងក៏សម្រេចចាត់យកក្របសាករបស់ Redmi 6A ចឹងយើងយកក្របសាក Redmi 6A យកមកដាក់ទៅយើងកែអីតិចតួចទៅគឺយើងអាចដាក់បានហើយផ្សារវាស្អាតបាទទៅបាទផ្សារវាស្អាតបាទដើម្បីយើងដាក់ចូលទៅវិញទៅបាទនឹងហើយយើង check មើលអស់គ្នា check មើលម្ដងទៀតទៅតើការសាកថ្មគឺជាចុងក្រោយសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូល្អៗពីខ្ញុំបាទបន្តទៀតបាទហើយសូមអរគុណបាទ